ជំរាបសួរប្រិមត្តអរគ្នាវិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតហើយមកកាន់វីដេអូថ្មីថ្ងៃនេះ admin មានវីដេអូថ្មីមួយចង់ចែកជូនប្រិមត្តទស្សនារឿងនេះផងដែរមានចំណងជើងថា Silent Here រឿងផងដែរគឺល្អមើលខ្លាំងមែនទែន admin ជឿជាក់ថាប្រិមត្តទាំងអស់គ្នានឹងពេញចិត្តហើយកុំភ្លេចជួយ like ជួយ subscribe ឲ្យ admin ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃផងដែររឿងនេះផងដែរគឺល្អមើលខ្លាំងមែនទែន admin ជឿជាក់ថាប្រិមត្តទាំងអស់គ្នានឹងពេញចិត្តហើយតោះឥឡូវកុំឲ្យខាតពេលវេលាច្រើនឥឡូវយើងចូលមកដល់សាច់រឿងរបស់យើងទាំងអស់គ្នាតែម្ដងទៅសាច់រឿងដំបូងផងដែរកាត់ចេញពីនារីម្នាក់មានឈ្មោះថារ៉ុសផងដែរនៅពេលនោះដែរនាងបានបាត់កូនស្រីម្នាក់ឈ្មោះថាសេរុននៅពេលនោះដែរនាងខំប្រឹងតាមរកកូនស្រីរបស់នាងប៉ុន្តែមិនឃើញសោះលុយពេលបន្ទាប់ទៀតកូនស្រីរបស់នាងបានមកឈរនៅកន្លែងមុតជ្រូកមួយហាក់ដូចជាមានអ្វីអន្ទងបលើមកកន្លែងជ្រូកហ្នឹងតែម្ដងទៅលុយទៅពេលបន្តទៀតរ៉ុសក៏បានមកចាប់កូនស្រីបានសម្រេចនិងបានជួយសង្គ្រោះកូនស្រីបានសម្រេចនៅពេលនោះដែរកូនស្រីរបស់នាងបានស្រែកថា Silent Hereលុយដល់ពេលបន្តទៀតលុយដល់ពេលព្រឹករ៉ុសក៏បាននាំកូនស្រីរបស់នាងមកដើរលេងនៅទីវាលមួយកន្លែងផងដែរបន្ទាប់មកនាងក៏បានទៅជិះលេងជាមួយកូនស្រីរបស់នាងបន្ទាប់មកប្តីរបស់នាងក៏បានឆែកតាក់ទងទៅនឹង Silent Here តើវាមានទីតាំងនៅទីណាផងដែរលុយបន្តទៀតរ៉ុសក៏បាននាំកូនស្រីទៅដើរលេងផងដែរលុយបន្តមករ៉ុសក៏បានឃើញគំនូរកូនស្រីរបស់ខ្លួនហាក់ដូចជារញ៉េរញ៉ៃជាខ្លាំងបន្ទាប់មកមានប៉ូលីសម្នាក់ឈ្មោះថាស៊ីបលនៅពេលនោះដែរប៉ូលីស៊ីបលក៏បានដើរមកសួររ៉ុសផងដែរតើរ៉ុសមានបញ្ហាអ្វីទៅបានជាស្រែកខ្លាំងបែបនេះលុយបន្តទៀតរ៉ុសក៏បានទៅជេរជាមួយនឹងម្ចាស់ហាងតែម្ដងបន្តមកទៀតប៉ូលីស៊ីបលក៏បានដើរមកជិតឡានរបស់រ៉ុសតែម្ដងនិងបានសាកសួរទៅកាន់កូនរបស់រ៉ុសបន្តមកទៀតប្តីរបស់រ៉ុសក៏បានខលទៅរ៉ុសផងដែរតាក់ទងទៅនឹងរឿង Silent Here លុយបន្តមកទៀតពួកគេទាំងពីរនាក់ក៏បានទៅជេរគ្នារីឯប្តីរបស់នាងក៏បានឲ្យហៅនាងត្រឡប់មកផ្ទះវិញមិនចង់ឲ្យនាងទៅដើរលេងនោះទេលុយបន្តមកប៉ូលីស៊ីបលក៏បានឃើញស៊ីរ៉ុសបន្តមកទៀតប៉ូលីស៊ីបលនោះក៏បានសាកសួរទៅកាន់រ៉ុសផងដែរប៉ុន្តែរ៉ុសមិនបានឆ្លើយតបទៅកាន់ប៉ូលីសនោះទេបន្ទាប់មកប៉ូលីសនោះក៏បានកត់លេខឡានរ៉ុសតែម្ដងបន្តមកទៀតប៉ូលីសនោះក៏បានជិះតាមឡានរបស់រ៉ុសរីឯរ៉ុសឃើញដូច្នេះហើយរ៉ុសក៏ព្យាយាមបាក់កិច្ចខ្លួនទៅកន្លែងមួយផងដែរបន្តមករ៉ុសក៏បានធ្វើដំណើរទៅដល់តំបន់មួយដែលមានថា Silent Hill នឹងឯងបន្តមកទៀតរ៉ុសក៏បានបាក់កិច្ចខ្លួនពីប៉ូលីសនឹងតែម្ដងទៅលុះបន្តមករ៉ុសក៏បានចូលទៅតំបន់គ្រោះថ្នាក់នឹងហើយបន្តដំណើរឡើងទៅមុខទៀតលុះបន្តមករ៉ុសក៏បានឃើញនារីម្នាក់ចូលតាមផ្លូវផងដែរនាងព្យាយាមបួងចង្កូតកិច្ចចេញប៉ុន្តែមិនបានបុកនោះទេនាងក៏បានសម្លប់លុះពេលដែលនាងភ្ញាក់ឡើងនាងក៏បានបាត់កូនស្រីរបស់នាងតែម្ដងទៅហើយនាងបានធ្វើដំណើរមកដល់តំបន់ Silent Hill នោះហើយនៅពេលនោះផងដែររ៉ុសក៏បានស្រែកហៅកូនស្រីរបស់នាងផងដែរតែមិនបានឮកូនស្រីរបស់នាងឆ្លើយតបនោះទេបន្ទាប់មករ៉ុសក៏បានឃើញហាក់មានដូចជាក្មេងម្នាក់រត់កាត់នៅមុខនាងផងដែរបន្ទាប់មកកណ្ដឹងប្រកាសអាសន្នក៏បានបន្លឺឡើងឲ្យអ្នកគ្រប់គ្នាចាក់ចែងពីកន្លែងនឹងបន្ទាប់មករ៉ុសក៏បានធ្វើដំណើរមកដល់ក្នុងរោងមួយគួរឲ្យខ្លាចផងដែរនៅពេលនោះរ៉ុសក៏បានបន្តស្វែងរកកូនស្រីរបស់នាងប៉ុន្តែនាងមិនបានឃើញទាល់សោះបានឃើញត្រឹមតែសាកសពមនុស្សម្នាក់គេចងព្យួរនៅលើយ៉ាងសាហាវឃោឃៅបំផុតរកឃើញដូច្នេះហើយនាងមានអារម្មណ៍ថាតក់ស្លុតមែនទែននៅពេលនោះស្រាប់តែមានពួកបិសាចចេញមកលងបន្លាចនាងតែម្ដងនិងព្យាយាមចាប់នាងបងបិសាចនោះពិតជាច្រើនមែនទែនលើសពី10នាក់បន្ទាប់មករ៉ុសក៏ខំប្រវេប្រាវិខ្លួនចេញពីបិសាចនឹងតែម្ដងហើយនាងបានស្រែកពេលនោះពួកបិសាចនឹងក៏បានរំលាយបាត់នាងក៏បានរួចខ្លួនពីព្រោះអាក្រក់នឹងមួយគ្រាបន្ទាប់មកនាងក៏បានដើរដល់តំបន់មួយទៀតដើម្បីស្វែងរកកូនស្រីរបស់នាងប៉ុន្តែហាក់ដូចជាមិនឃើញកូនស្រីរបស់នាងទាល់សោះមិនដឹងថាកូនស្រីរបស់នាងនៅទីណានោះទេនៅពេលនោះផងដែររ៉ុសក៏បានជួបជាមួយនឹងនារីម្នាក់ឈ្មោះថាតារ៉ានៅពេលនោះដែរតារ៉ាគឺជាគ្រូបាអាចារ្យនៅទីនោះផងដែរបន្ទាប់មករ៉ុសក៏បានសួរទៅកាន់គ្រូតារ៉ានោះបន្ទាប់មកទៀតគ្រូតារ៉ាបានឆ្លើយថានាងមិនដឹងអ្វីទាំងអស់ពិភពលោកនេះគ្រប់គ្រងដោយពួកបិសាចនិងគ្រប់គ្រងទៅលើពួកមនុស្សបន្ទាប់មកផងដែររ៉ុសក៏បានសួរទៅកាន់តារ៉ាថាតើបានឃើញកូនស្រីរបស់នាងដែរឬទេនិងបានបង្ហាញរូបកូនស្រីរបស់នាងឲ្យតារ៉ាឃើញតែម្ដងនៅពេលនោះតារ៉ាក៏បានមើលគូរូបនោះហើយនាងមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់និងបានយល់ច្រឡំថារូបនេះជារូបកូនរបស់នាងតែម្ដងហើយបានទាមទារយករូបនោះមកវិញនៅពេលនោះរ៉ុសក៏បានរត់ចាក់ចេញពីកន្លែងនឹងនិងបន្តដំណើរទៅមុខទៀតលុយងាកមកប្តីនាងវិញប្តីរបស់នាងបាត់រ៉ុសបញ្ចុះទៅហើយកំពុងតែស្វែងរករ៉ុសមិនដឹងថារ៉ុសទៅទីណានោះទេនៅពេលនោះផងដែរប្តីរបស់នាងក៏បានទៅជេរជាមួយនឹងជីឡានម្នាក់ស្អីទៅមកទៀតនឹងវិញរ៉ុសក៏បានឃើញគំនូរកូនរបស់ខ្លួនមិនដឹងថាកូនរបស់ខ្លួនបាត់ទៅទីណានោះទេឃើញត្រឹមតែរូបគំនូរទុកចោលនៅកន្លែងមួយតែប៉ុណ្ណោះនៅពេលនោះរ៉ុសក៏បានខលទៅប្តីផ្ញើសារទៅប្តីផងដែរស្រាប់តែពេលនោះដែរប៉ូលីសស៊ីបលក៏បានចេញមកចាប់វៃខ្នោះដាក់រ៉ុសយកទៅតែម្ដង
រីឯប្តីរបស់នាងនេះវិញក៏បានស្ដាប់សារសំឡេងនោះតែម្ដងប៉ុន្តែប្តីរបស់នាងមិនអាចស្ដាប់បានទេដោយសារតែសារសំឡេងនោះហាក់ដូចជារញ៉េរញ៉ៃស្ដាប់មិនបានបន្តមកប្តីរបស់នាងក៏បានឃើញគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងតាមផ្លូវប្តីរបស់នាងក៏បានសុំប៉ូលីសដើម្បីទៅមើលគ្រោះថ្នាក់ចរាចរណ៍នោះស្មានតែជាប្រពន្ធរបស់ខ្លួនប៉ុន្តែមិនមែនជាប្រពន្ធរបស់ខ្លួនទេសាកសពនឹងគឺជាសពមនុស្សផ្សេងងាកមកកាន់រស់និងប៉ូលីសស៊ីបនៅវិញប៉ូលីសស៊ីបបានចាប់វាយខ្នោះរស់ដើម្បីដើរចាក់ចេញពីកន្លែងនឹងលុះទៅពេលបន្តពួកគេបានធ្វើដំណើរមកស្រាប់តែឃើញជ្រូកមិនមានភ្លើងបន្តទៅមុខទៀតនោះទេប៉ូលីសស៊ីបក៏បានដើរបកក្រោយវិញនាំរស់ចាក់ចេញពីកន្លែងនឹងនៅពេលដែលពួកគេទាំងអស់គ្នាបានត្រឡប់មកក្រោយវិញស្រាប់តែមានបិសាចមួយក៏បានចេញមកបិសាចនោះផងដែរមានគួរអាណិតណាគួរឲ្យខ្លាចបំផុតនៅពេលនោះបិសាចនោះក៏បានព្រួតឈាមដាក់ប៉ូលីសស៊ីបធ្វើឲ្យអាវប៉ូលីសស៊ីបរងរបួសនិងរលាស់រលួយជាខ្លាំងប៉ូលីសស៊ីបក៏បានប្រាក់កំភ្លើងបាញ់ទៅលើបិសាចនឹងធ្វើឲ្យបិសាចនឹងងាប់នឹងឡើងតែម្ដងទៅរីឯរ៉ូក៏បានរត់ចាក់ចេញពីកន្លែងនឹងគេចចេញពីប៉ូលីសស៊ីបលោកបន្តមកទៀតរ៉ូក៏បានបន្តដំណើរទៅមុខទៀតនាងបានបន្តដំណើរស្វែងតាមរកកូនស្រីរបស់នាងតែម្ដងទៅនៅពេលនោះផងដែរនាងក៏បានឃើញពិលមួយហើយនាងក៏បានយកពិលនឹងយកមកប្រើការផងដែរលុះទៅពេលបន្តទៀតលាប្តីរបស់រ៉ូនៅវិញលោក Grace ហើយនាំប៉ូលីសមកម្នាក់ឈ្មោះថាលោក Thomas មកពីនាក់ពួកគេទាំងពីរនាក់មកតាមរ៉ូផងដែរមិនដឹងថារ៉ូទៅទីណានោះទេនៅពេលនោះផងដែរលោក Thomas បាននិយាយទៅកាន់ Grace ថាតំបន់នេះគឺតំបន់ដែលគេបានបិទចោលដោយសារតែមានមនុស្សបាត់ខ្លួនទៅនឹងច្រើនពេកមនុស្សបាត់ខ្លួនមិនចេះឈប់មិនចេះហើយមនុស្សមិនឃើញត្រឹមតែសាកសពតែប៉ុណ្ណោះបាត់ខ្លួនក៏បាត់ទៅប៉ុន្តែមិនឃើញសម្បីតែសាកសពលោកបន្តមកទៀតរ៉ូក៏បានបន្តដំណើរមកដល់សាលារៀនមួយរ៉ូក៏បានឃើញបាត់ដៃក្បួតក្មេងផងដែរហើយពេលនោះផងដែរនាងក៏បានឃើញក្បាលដៃដូចជាគំនូអីជាដើមនៅពេលនោះផងដែររ៉ូមានអារម្មណ៍ថាឆ្ងល់ជាខ្លាំងតើបាត់ដៃនេះជាបាត់ដៃនរណាទៅនៅពេលនោះផងដែររ៉ូក៏បានឃើញក្មេងស្រីនោះបន្តទៀតនៅពេលនោះរ៉ូក៏បានរត់ដេញតាមក្មេងស្រីម្នាក់នោះរហូតដល់បន្ទប់ទឹករត់ទៅពេលដល់បន្ទប់ទឹករ៉ូក៏បានលើកូនក្មេងស្រីម្នាក់នឹងយំល្វើយផងដែរនៅពេលនោះផងដែររ៉ូក៏បានបើកទ្វារមើលស្រាប់តែឃើញសាកសពមួយត្រូវបានគេចងដោយលួសពងពុតដោយលួសនិងមានសភាពគួរខ្លាចបំផុតហើយនៅក្នុងមាត់សាកសពហ្នឹងក៏មានកណ្ដាលអ្វីមួយយ៉ាងរ៉ូក៏បានយកវាមករក្សាទុកនៅពេលនោះផងដែរមានមនុស្សមួយក្រុមក៏បានឃើញរ៉ូហើយរ៉ូក៏បានចាក់សោដើម្បីពួនលាក់ពីមនុស្សមួយក្រុមនោះហើយពេលនោះផងដែររ៉ូមិនដឹងថាទៅទីណាទៀតនោះទេរីឯពួកបិសាចសាកសពនៅក្នុងបន្ទប់ទឹកក៏ចាប់ផ្ដើមប្រែក្លាយទៅជាបិសាចបានបន្តវាមករ៉ូផងដែររ៉ូឃើញច្រើនហើយមានអារម្មណ៍ថាភ័យខ្លាចមែនទែនដោយសារតែបិសាចនោះមានសភាពគួរខ្លាចផងដែរមើលទៅគួររន្ធត់បំផុតរ៉ូក៏បានព្យាយាមរត់ចាក់ចេញពីកន្លែងនឹងនិងបន្តដំណើរទៅកន្លែងផ្សេងទៀតស្រាប់តែពេលនោះផងដែរមនុស្ស3នាក់មួយក្រុមនោះក៏បានទៅពួកបិសាចបំពាត់សម្លាប់ពួកគេទាំង3នាក់ស្លាប់អស់រលីងទៅរីឯក្មេងស្រីម្នាក់នេះនៅវិញកំពុងតែអង្គុយគូររូបលេងយ៉ាងខុសខើបំផុតនៅពេលនោះផងដែររ៉ូក៏បានឃើញកូនក្មេងស្រីម្នាក់នឹងតែនាងមិនបានប្រយ័ត្ននាងក៏បានធ្លាក់មកខាងក្រោមហើយបានជួបជាមួយបិសាចមួយមានធំមានកាន់កាំបិតផ្គាក់នៅនឹងដៃផងដែរត្រៀមនឹងសម្រាប់រ៉ូហើយរ៉ូក៏បានរត់ចេញពីកន្លែងនឹងលីអេក្រីសនិងថូម៉ាស់ក៏បានបន្តដំណើរមកដល់កន្លែងអាគារនឹងតែម្ដងទៅហើយពួកគេទាំងពីរនាក់មិនដឹងទៅតាមរករ៉ូនៅទីណានោះទេរីឯថូម៉ាស់បាននិយាយថាមកទីនេះគឺដូចមកផុសពីផ្សេងគ្នាអញ្ចឹងគឺពិបាកខ្លាំងណាស់រីឯ Grace ក៏បាននិយាយថាគេបានធំក្លិនពីអស់ប្រពន្ធរបស់គេជឿជាក់ថាប្រពន្ធរបស់គេប្រកាសជានៅទីនេះហើយមិនទៅណាឆ្ងាយនោះទេរីឯ Rock ក៏បានត្រូវបិសាចចាប់អូសនាងយកទៅផងដែរនៅពេលផងដែរ Rock ក៏បានជួបជាមួយនឹង Policyball ក៏បានជួយសង្គ្រោះ Rock នៅក្នុងកន្លែងបិសាចនោះក៏ព្យាយាមកាត់ទៅលើ Rock និង Policyball នៅពេលនេះពួកគេទីពីរនាក់ក៏ព្យាយាមប្រយុទ្ធជាមួយបិសាចនោះព្យាយាមម្ដងហើយម្ដងទៀតវាយប្រហារទៅលើពួកគេទីពីរនាក់ឥតឈប់ផងដែររីឯ Policyball និង Rock ក៏ព្យាយាមការពារខ្លួនពីពួកបិសាចនោះផងដែរពួកគេទាំងពីរនាក់ព្យាយាមទប់ទល់នឹងពួកបិសាចនោះតែពួកបិសាចនោះមិនព្រមជប់នោះទេពួកបិសាចនោះនៅតែតាមសម្លាប់ពួកគេទាំងពីរនាក់ដោយតែពេលបន្តទៀតរ៉ូក៏បានយកបំណែកដែលថ្មជាប់នៅមាត់ខ្មោចនឹងយកមកឲ្យប៉ូលីសនឹងមើលប៉ុន្តែប៉ូលីសនឹងមិនបាននិយាយអ្វីទេហើយរ៉ូបាននិយាយថាបំណែកថ្មនេះប្រកាសជាមានតម្រុយកូនស្រីរបស់គេពិតប្រាកដហើយបំណែកថ្មនេះយើងអាចទៅរកផ្សេងទៀតដើម្បីមកគុំគ្នាមើលថាតើកូនស្រីរបស់គេនៅទីណានេះមកកាន់សាច់រឿងប្តីរបស់រ៉ូនៅវិញ Grace កំពុងតែព្យាយាមស្ដាប់សំឡេងដែលប្រពន្ធរបស់គេបានផ្ញើសារជាសំឡេងនោះផងដែរប៉ុន្តែគេព្យាយាមម្ដងហើយម្ដងទៀតនៅតែមិនអាចស្ដាប់បានតែសារតែសំឡេងនេះជួបរអាក់រអួលដូចជាមានបញ្ហាដូចទៅពេលបន្តងាយមកខ្សែរឿងរ៉ូណាវិញនិង Policyball ក៏បានឃើញនារីម្នាក់អង្គុយនៅទីនោះផងដែរហើយនារីម្នាក់នោះក៏បានបាត់កូនស្រីដូចជារ៉ូផងដែរហើយពួកគេទាំងអស់គ្នាក៏បានជជែកសួរគ្នាថាតើគូទៅតាមរ៉ូកូនស្រីនៅទីណាមិនដឹងថាទៅទីណានោះទេរីឯរ៉ូក៏បានយកបំណែកថ្មនោះមកមើល
ឬឯ police symbol ក៏ព្យាយាមរកឯកសារដើម្បីលើកថាតម្រុយទីនេះទៅទីណាបន្តទៀតនិងរយច្រកចេញពីទីនេះលែងបន្តដំណើរទៅមុខបន្តទៀតរីឯ Chris វិញគេក៏បានលួចមកចូលបន្ទប់ដាក់ឯកសារដើម្បីស្វែងរកថាតើកូនរបស់គេបានទៅដល់ទីណានិងគេបានឃើញឯកសារក្មេងស្រីម្នាក់ដែលបានបាត់ខ្លួនកាលពីយូរណាស់មកហើយនៅពេលនោះដែរ Chris ក៏បានប្រិនមកឯកសារនោះនិងគេព្យាយាមទៅភ្នាក់ងារសង្គមបន្ទាន់ដើម្បីជួយតាមរកកូនស្រីរបស់គេប៉ុន្តែភ្នាក់ងារនោះមិនអាចជួយកូនស្រីរបស់គេបានទេដោយសារតែគេបាននិយាយថាតំបន់នោះគឺតំបន់គ្រោះថ្នាក់ Silent Hill គឺជាតំបន់ដែលគេបានបិទចោលនិងគ្មាននរណាអាចទៅបានទេអ្នកដែលបានខ្លួនទីនោះបាត់ហើយគឺបាត់សមោជឹងតែម្ដងងាកមកកាន់រស់ណាវិញនឹង police symbol ពួកគេទាំងពីរនាក់ក៏នៅតែបន្តហើយពួកគេក៏បានឃើញបន្ទប់លេខ111ហើយពួកគេទាំងពីរនាក់ព្យាយាមបន្តដំណើរចូលទៅក្នុងបន្ទប់នោះដើម្បីទៅតាមរកកូនស្រីរបស់គេទាំងអស់គ្នាលុះបន្តមករកក៏បានឃើញក្មេងស្រីម្នាក់នោះម្ដងទៀតរត់នៅមុខរកតម្រងហើយរកក៏ព្យាយាមឡើងទៅខាងលើដើម្បីទៅតាមរកក្មេងស្រីម្នាក់នោះលុះបន្តមកក្មេងស្រីម្នាក់នោះក៏បានបែរមកមើលហើយរកមានអារម្មណ៍ថាស្រឡាំងកាំងជាខ្លាំងកូនក្មេងស្រីម្នាក់នោះមានអារម្មណ៍ថាមុខដូចកូនរស់មែនទែនហើយពេលនោះដែរក្មេងស្រីម្នាក់នោះក៏បានឆាប់ឆេះរលួយរលេះពីនឹងទៅម្ដងទៅទើបដឹងថាក្មេងស្រីម្នាក់នោះគឺជាបិសាចខ្មោចលុះបន្ទាប់ទៀត Police Symbol ក៏បានចូលមកហើយបាននិយាយប្រាប់រកថាមិនបាច់ខ្លាចនោះទេក្មេងស្រីម្នាក់នោះក៏បានស្លាប់យូរណាស់មកហើយដោយសារតែពួកបិសាចបានសម្លាប់គេក្មេងស្រីម្នាក់នោះត្រូវជាកូនរបស់អ្នកស្រីតារាដែលរកបានជួបដំបូងនោះឯងលុះបន្តមកពួកគេទាំងគ្នាក៏ចាប់ផ្ដើមមេឃងឹតពួកគេក៏បន្តដំណើរចូលទៅក្នុងព្រះវិហារលុះបន្តមកសត្វបាក់សាបក្សីក៏ចាប់ផ្ដើមហើរពួកមនុស្សទាំងឡាយសត្វទៅពេលនោះដែរមានមនុស្សទាំងណាទេមកក្រុមយ៉ាងច្រើនរត់ចូលមកព្រះវិហារផងដែរនិងបន្តដំណើរចូលព្រះវិហារនៅពេលនោះផងដែរតារាក៏បានចាប់ដៃ Police Symbol ដើម្បីឃាត់ Police Symbol ថាមិនឲ្យ Police Symbol ចូលទៅក្នុងព្រះវិហារនោះទេដោយគេមិនបាននិយាយអ្វីចាំទេនៅពេលនោះដែរ Police Symbol ក៏មិនបានស្ដាប់គេនោះទេ Police Symbol ក៏បានរត់ចូលទៅក្នុងព្រះវិហាររីឯរ៉ូក៏បានមកជួបជាមួយតារាផងដែរហើយរ៉ូបាននិយាយថាកូនស្រីរបស់តារាបានស្លាប់បាត់ទៅហើយគេបានត្រូវបិសាចសម្លាប់នៅឯងតាមក៏ពិតទៅក្មេងស្រីដែលរ៉ូបានឃើញដំបូងនៃឆេះខ្លួននោះគឺជាកូនរបស់អ្នកស្រីដូរ៉ានោះឯងលុះបន្តមករ៉ូហើយនិង Police Symbol ក៏បានបន្តដំណើរចូលទៅក្នុងព្រះវិហាររីឯអ្នកស្រីដូរ៉ាកាន់នៅខាងក្រៅត្រូវពួកបិសាចសម្លាប់អ្នកស្រីដូរ៉ាពេលនោះតែម្ដងទៅបិសាចនោះក៏ពិតជាមានធំមែនទែនបានខ្វែកពួកអ្នកស្រីដូរ៉ាស្លាប់តែពេលនោះតែម្ដងឯងសាច់រឿងបន្តទៀតពួកគេទាំងអស់គ្នាក៏បានបន្តដំណើរចូលទៅក្នុងព្រះវិហារនិងបានសង្ងំលាក់ខ្លួននៅក្នុងព្រះវិហាររីឯអ្នកគ្រប់គ្នានៅក្នុងព្រះវិហារបានអាស្រ័យជាទៅកាន់រ៉ូនិង Police Symbol ថាជាពពួកមេបិសាចដែលនាំគ្រោះចង្រៃធ្វើឲ្យអ្នកស្រីបេឡាត្រូវស្លាប់ដោយសារបិសាចបន្តមកទៀតគឺ Police Symbol ក៏បាញ់កំភ្លើងឡើងលើនៅពេលនោះដែរអ្នកគ្រប់គ្នាក៏ចាប់ផ្ដើមខ្លាចហើយ Police Symbol បាននិយាយថាពួកគេមិនមែនជាបិសាចនោះទេសត្វតែពេលនោះដែរមាននារីម្នាក់ឈ្មោះថា Christy Bella បានចេញមកដែលជាមេសាសនានៅទីនេះបានចេញមកសួរពួកគេទាំងពីរនាក់ថាតើមានរឿងអ្វីកើតឡើងទៅនៅពេលនោះដែរ Police Symbol និង Rock ក៏បាននិយាយថាពួកគេទាំងពីរនាក់មកទីនេះគឺមកតាមរកកូនគេបាត់ទៅប៉ុណ្ណោះគ្មានបំណងអ្វីនោះទេដោយសារតែកូនស្រីរបស់គេបានបាត់ខ្លួននៅទីនេះបន្តមកពួកគេទាំងអស់គ្នាក៏បានអធិដ្ឋានទៅកាន់ព្រះទាំងអស់គ្នាលោកស្រីជួយមកតទៀតកាត់មកស្អីរឿងមន្តរកក៏បានគ្នានឹងវិញអ្នកស្រីម្នាក់ឈ្មោះថា Margaret នៅពេលនោះដែរលោក Chris ក៏បានបន្តដំណើរមកជួបជាមួយនឹងអ្នកស្រី Margaret និងបានសួរនាំអ្នកស្រី Margaret តាក់ទងទៅនឹងរឿងក្មេងស្រីដែលបានបាត់ខ្លួនកាលពីមុនមានតាក់ទងទៅនឹងកូនរបស់គេដែរទេនៅពេលនោះដែរ Chris ក៏បានយករូបថតក្មេងស្រីដែលបានបាត់ខ្លួនដែលគេបានរកឃើញនៅក្នុងសារមន្ទីរនឹងយកមកឲ្យអ្នកស្រី Margaret មើលប៉ុន្តែអ្នកស្រី Margaret មិនបានឆ្លើយតបទៅកាន់ Chris នោះទេស្រាប់តែពេលនោះដែរប៉ូលីសក៏បានមកចាប់ Chris ដើម្បីយកទៅសួរចម្លើយថាកុំចង់ចេះចង់ដឹងរឿងប៉ូលីសហើយឲ្យ Chris នៅឲ្យស្ងៀមចាំស្ដាប់សភាពការប៉ូលីសធ្វើការបានហើយបានឲ្យ Chris រញ៉េរញ៉ៃនោះទេរីឯសាច់រឿងរស់ណាវិញពួកគេទាំងអស់គ្នាក៏បានជជែកគ្នានៅពេលនោះដែរអ្នករកក៏បានជជែកជាមួយនឹងអ្នកស្រី Christy Bella អ្នកស្រី Christy Bella បាននិយាយថាកូនរបស់នាងបាត់ខ្លួនដោយសារតែពួកបិសាចមានតែបិសាចទេដែលដឹងថាកូនរបស់នាងនៅទីណានៅពេលនោះដែររកបានត្រឹមតែគិតថាតើនឹងមានឧបសគ្គអ្វីកើតឡើងបន្តទៀតរកក៏មិនរីថយដែរដើម្បីទៅតាមរកកូនរបស់ខ្លួននៅពេលនោះដែរពួកគេទាំងអស់គ្នាក៏សម្រេចចិត្តជួយរកនិងតាមរកនិងបង្ហាញជំរឿទៅកាន់រកថារកត្រូវទៅទីណាដើម្បីទៅតាមរកកូនស្រីរបស់គេលោកបន្តមកទៀតរកក៏បានសម្រេចចិត្តថារកនឹងទៅរកផ្លូវទៅដោយខ្លួនឯងមិនចាំបាច់ឲ្យនរណាទៅជំនួសទេគឺរកនឹងពួកពីក្រអូស័កដើម្បីទៅតាមរកកូនស្រីរបស់ខ្លួនសប្តាហ៍ពេលនោះដែរអ្នកស្រី Christy Bella ក៏បានបង្ហាញរូបថតក៏បានឃើញមុខកូនម្នាក់ហ្នឹងដូចជាអ្នកស្រី Bella នៅពេលនោះដែរគឺអ្នកស្រី Christy Bella ចោទប្រកាន់រកថាជាជំនាញបិសាចនៅពេលនោះដែរគឺ Police Symbol ក៏បានរុញរកទៅឲ្យចូលក្នុងចរាយន្ត
ស្រាប់តែពេលនោះដែរ Police Symbol ក៏ត្រូវក្រុមអ្នកស្រី Christy Bella បាញ់សម្លាប់និងកាប់ស្លាប់តែពេលហ្នឹងតែប៉ុណ្ណោះទេលើដល់ពេលបន្តទៀតរ៉ុកក៏បានបន្តដំណើរមកដល់កន្លែងផ្សេងមួយទៀតដើម្បីទៅតាមរកកូនស្រីរបស់គេស្រាប់តែពេលនោះផងដែររ៉ុកក៏បានជួបជាមួយនឹងវងបិសាចហ្នឹងពិតជាមានគ្នាច្រើនមែនទែនជាយាមចូលសម្ដៅមករ៉ុកដើម្បីសម្រាប់រ៉ុកចោលតែម្ដងស្រាប់តែពេលនោះដែររ៉ុកក៏បានបិទពិលពួកវិស័យហ្នឹងក៏វាមើលអត់ឃើញទេវាក៏ឈួតថ្មឹងតែម្ដងហើយរ៉ុកក៏បានដើរម្ដងបន្តិចដើម្បីដើររំលងពួកវិស័យហ្នឹងស្រាប់តែពេលនោះដែរបិសាចហ្នឹងក៏បានលឺសំឡេងរ៉ុកហើយវាក៏បានកាប់សម្លាប់ត្រូវគ្នាឯងតែម្ដងដាច់កដាច់ដៃតែម្ដងទៅរ៉ុកក៏បានរត់បន្តដំណើរចាក់ចេញពីកន្លែងហ្នឹងរឿងភៀសខ្លួនបន្តទៀតដើម្បីរត់ទៅចេញពីកន្លែងហ្នឹងពីគ្រោះអាក្រក់ដល់សិនចរៃហ្នឹងបន្តមកទៀតរ៉ុកក៏បានសម័យថាកម្មកំពូទ័រក្មេងស្រីម្នាក់ដែលឈ្មោះថាអាលីសាត្រូវម្ដាយរបស់គេបេឡាបានយកទៅដាក់ក្នុងមណ្ឌលកម្លាំងកំព្រីមួយកន្លែងនឹងឯងបន្តមកទៀតមានបរិមម្នាក់ក៏បានយកអាលីសាចាក់ចេញពីកន្លែងនឹងនិយាយថាយកទៅចិញ្ចឹមតាមកំពូទ័របរិមម្នាក់ហ្នឹងក៏បានយកអាលីសាទៅធ្វើពិធីអ្វីម្យ៉ាងមួយឲ្យសាសនាគេផងដែរហើយបានប្រមូលក្រុមមនុស្សដើម្បីយកអាលីសាយកទៅឆ្អើរនិងលើភ្លើងផងដែរនៅពេលនោះគេបានយកអាលីសាទៅដុតអធិដ្ឋានទៅកាន់ព្រះគេផងដែរសពតែពេលនោះដែរគឺមានប៉ូលីសថូម៉ាស់នឹងឯងក៏បានចូលទៅជួយអាលីសាដោយសារទៅចូលទៅវាក្តៅដែរខាងពេកទើបធ្វើគាត់មានរបួសដល់ថ្ងៃនឹងឯងបន្ទាប់មកប៉ូលីសថូម៉ាស់នឹងក៏បានយកអាលីសាមកជួយសង្គ្រោះបានសម្រាប់ប៉ុន្តែគេមិនរស់នោះទេគេត្រូវបានបាត់បង់ជីវិតនិងខ្លាចជាបិសាចរហូតដល់ថ្ងៃនឹងឯងលើទៅពេលសេទៅបន្តទៀតនៅពេលដែលរ៉ូបានសម័យចប់ហើយនាងក៏បានដឹងថាអាលីសាពិតជាត្រូវពួកមនុស្សធ្វើបាបពិតប្រាកដមែនរួចបន្តមករ៉ូក៏បានឃើញអាលីសាដេកនៅកិននឹងតំណងទៅនឹងមើលឃើញអ្នកមើលថែនាងម្នាក់ផងដែរស្រាប់តែពេលនោះដែរអាលីសាក៏បានចេញមកហើយបាននិយាយជាមួយរ៉ូថាឲ្យខ្ចីរាងកាយរ៉ូដើម្បីធ្វើការបន្តិចសិនស្រាប់តែពេលនោះដែររ៉ូក៏បានយល់ព្រមនៅពេលនោះដែរអាលីសាក៏បានចូលសន្ធិដ្ឋក្នុងរាងកាយរបស់រ៉ូទៅពេលនោះតែម្ដងទៅនៅពេលនោះផងដែររ៉ូក៏បានប្រែក្លាយជាមនុស្សផ្សេងទៀតនៅមានសភាពគួរខ្លាចផងដែររីឯសេរុនកូនស្រីរបស់រ៉ូក៏ត្រូវបានអ្នកស្រី Christy Bella ចាប់បានផងដែរនិងបានយកនាងយកមកចាប់ចងត្រៀមនឹងសម្លាប់ចងដុតផងដែរស្រាប់តែពេលនោះដែរគេបានចាប់ចងប៉ូលីស Symbol ផងដែរតាមការពិតទៅប៉ូលីស Symbol មិនទាន់ស្លាប់នោះទេគេបានយកប៉ូលីស Symbol ទៅចាប់ចងហើយដាក់ឡើងលើនិងត្រៀមប្រេងសាំងដើម្បីដុតសម្លាប់ប៉ូលីស Symbol ដើម្បីធ្វើជាពិធីសាសនារបស់ពួកគេតែមកទៅនិងបានសម្លាប់ប៉ូលីស Symbol ទៅពេលនឹងយ៉ាងសាហាវឃោរឃៅបំផុតផងដែររីឯសេរុននាងបានយំស្រែកជាខ្លាំងដោយសារតែនាងភ័យខ្លាចមែនទែនដោយសារតែនាងនៅក្មេងនៅពេលនោះដែរគឺអ្នកស្រី Christy Bella ត្រៀមនឹងសម្លាប់សេរុនចោលបន្តទៀតប៉ុន្តែរ៉ូក៏បានចូលមករ៉ូក៏បាននិយាយទៅប្រាប់អ្នកគ្រប់គ្នាថាពួកគេមិនមែនជាបិសាចនោះទេក៏ប៉ុន្តែរ៉ូគឺមកពីតំបន់ផ្សេងហើយបាននិយាយប្រាប់អ្នកគ្រប់គ្នាថាពួកគេមិនមែនជាបិសាចនោះទេគេមកទីនេះដើម្បីទៅជួយសង្គ្រោះកូនរបស់គេតែប៉ុណ្ណោះនៅពេលនោះដែរអ្នកគ្រប់គ្នានិងកូនចៅគ្នារបស់បាក់ពួករបស់អ្នកស្រី Christy Bella ពិតជាមិនជឿរ៉ូនោះទេហើយនៅពេលណាអ្នកស្រី Christy Bella ក៏បានដកកំបិតចាក់សម្លាប់រ៉ូតែពេលនោះតែម្ដងទៅនៅពេលដែរគេបានចាក់សម្លាប់រ៉ូមួយកំបិតប៉ុន្តែរ៉ូមិនស្លាប់នោះទេដោយសារតែរ៉ូបានត្រូវវិញ្ញាណបិសាចចូលសន្ធិដ្ឋគឺអាលីសាបានចូលសន្ធិដ្ឋក្នុងរាងកាយរបស់រ៉ូនៅពេលនោះដែររ៉ូក៏បានប្រែក្លាយជាមនុស្សផ្សេងទៀតហើយរៀងនោះដែរអាលីសាក៏បានចេញមកផងដែរនិងបានប្រើវ័រដើម្បីចាប់ចងអ្នកស្រី Christy Bella ទៅពេលនោះតែម្ដងទៅស្រាប់តែពេលនោះដែរស្រី Christy Bella ក៏ត្រូវបានវ័របិសាចរបស់អាលីសាចាប់ចងយកទៅលើនៅពេលដែរអាលីសាក៏បានបង្ហាញខ្លួនមកនិងបានហែកខ្លួនអ្នកស្រី Christy Bella ជាចំណែកយ៉ាងសាហាវឃោរឃៅបំផុតផងដែរនៅពេលនោះអ្នកស្រី Christy Bella ក៏បានស្លាប់បាត់បង់ជីវិតនៅពេលបន្តទៀតអ្នកគ្រប់គ្នាក៏បានសម្លាប់បាក់ពួករបស់អ្នកស្រី Christy Bella ពីម្ដងម្នាក់ទៅម្ដងម្នាក់ផងដែរពួកគេស្លាប់អស់ម្ដងហើយនៅពេលដែររ៉ូក៏បានចាក់សម្លាប់គ្នារបស់អ្នកស្រី Christy Bella ម្នាក់ទៀតធ្វើពួកគេបានស្លាប់អស់រលីងនៅពេលដែររ៉ូក៏បានជួយសង្គ្រោះកូនស្រីរបស់គេបានសម្រេចនិងបានយកកូនស្រីរបស់គេមកខាងក្រោមនិងបានបិទភ្នែកហើយបាននិយាយថានេះគ្រាន់តែការយល់សប្តិតែប៉ុណ្ណោះឲ្យកូនកុំឲ្យខ្លាចខាងពេកលុះបន្តមករ៉ូក៏បានជួយកូនស្រីរបស់គេចាក់ចែងពីនឹងបានសម្រេចតែម្ដងទៅអូខេប្រិយមិត្តទាំងនេះសាច់រឿងរបស់យើងក៏មិនបានបន្តទៀតដែរសាច់រឿងរបស់យើងក៏កាត់ចប់ទៅតែម្ដងទៅadmin ជឿជាក់ថាប្រិមត្តអរគ្នានឹងពេញចិត្តនឹងការសម្រាយរឿងរបស់ admin នេះគឺថារន្ធត់គួរសមដែរប្រិមត្តទាំងនេះហើយកុំភ្លេចជួយចុច like ជួយចុច subscribe ឲ្យ admin ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃផងដែរ admin អរគុណប្រិមត្តអរគ្នាហើយកុំភ្លេចបញ្ចេញមតិនៅខាងក្រោមម្នាក់មួយផងដើម្បី admin យកមតិនឹងដើម្បីយកមកកែលម្អផងដែររឿងនេះផងដែរគឺមានវគ្គ2បន្តទៀតណាអ្នកនរគ្នាកុំភ្លេចរងចាំទស្សនានៅថ្ងៃស្អែកបន្តទៀត admin នឹងធ្វើការសម្រាយវគ្គ2បន្តទៀតហើយ admin អរគុណចំពោះប្រិមត្តអរគ្នាខ្លាំងមែនទែនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមទស្សនាវីដេអូរបស់ admin តាំងពីដើមរហូតដល់ចប់ផងដែរ admin សូមជូនពរប្រិមត្តអរគ្នាមានសុខភាពល្អសំណាងល្អទាំងអស់គ្នាជម្រាបលាជួបគ្នាវីដេអូក្រោយផងដែរបាយបាយ